គ្រាលំបាកគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូបតែងជួបនឹងការប្រឈមបញ្ហានិងការលំបាកនៅត្រង់ចំណុចណាមួយគ្រាលំបាកបង្រៀនយើងនៅមេរៀនសំខាន់អំពីការអត់ធន់ភាពរឹងមាំនិងការតស៊ូវាជួយយើងឲ្យកាន់តែរឹងមាំនិងឈ្លាសវៃនៅពេលយើងប្រឈមមុខនឹងគ្រាលំបាកវាជាការសំខាន់ណាស់ដែលត្រូវរក្សាភាពវិជ្ជមាននិងមិនបោះបង់យើងគួររៀនពីកំហុសឆ្គងនិងបន្តឆ្ពោះទៅមុខទៀតរាល់បញ្ហាប្រឈមគឺជាឱកាសដើម្បីកែលម្អខ្លួនឯងនិងក្លាយជាមនុស្សកាន់តែប្រសើរគ្រាលំបាកមិនឋិតថេរជារៀងរហូតទេដោយការខិតខំប្រឹងប្រែងក្តីសង្ឃឹមនិងការតាំងចិត្តយើងអាចយកឈ្នះលើវាបានចូរចងចាំថាជោគជ័យនិងសុភមង្គលគឺមានអារម្មណ៍ថាផ្អែមល្ហែមបន្ទាប់ពីយកឈ្នះលើការលំបាកជីវិតគឺជាដំណើរគ្រាលំបាកធ្វើឲ្យយើងកាន់តែរឹងមាំសម្រាប់ដំណើរទៅមុខ